ហេតុអ្វីយើងត្រូវគោរពម៉ោងធ្វើការក្នុងការងារមិនថាក្រុមហ៊ុនតូចឬធំទេការគោរពម៉ោងធ្វើការគឺជារឿងសំខាន់បំផុតបុគ្គលិកដែលមកធ្វើការងារតាមម៉ោងកំណត់គឺបានបង្ហាញថាគាត់ជាបុគ្គលិកគោរពវិន័យនិងមានការទទួលខុសត្រូវខ្ពស់ក្នុងការងាររបស់គាត់បើមកយឺតញឹកញាប់វាធ្វើឲ្យខាតបង់ការងារឬការងារយឺតនឹងធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពក្រុមការងារពាក់ព័ន្ធដទៃទៀតជាមិនខានចំណែកអ្នកគ្រប់គ្រងក៏អាចគិតថាបុគ្គលិកនេះមិនយកចិត្តទុកដាក់នឹងការងារមូលហេតុចម្បងដែលបុគ្គលិកគ្រប់រូបត្រូវគោរពវិន័យម៉ោងធ្វើការព្រោះវាផ្ដល់នូវលទ្ធផលសំខាន់ៗដូចជាបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារបង្កើនបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈកសាងទំនុកចិត្តនិងកេរ្តិ៍ឈ្មោះបុគ្គលធានាបាននូវសុវត្ថិភាពនៅកន្លែងធ្វើការភាពជាគំរូនិងការរីកចម្រើនខ្លួនឯងនិងក្រុមការងារជាដើមដូច្នេះបើអ្នកចង់ជោគជ័យក្នុងការងារត្រូវចាប់ផ្ដើមពីរឿងសាមញ្ញពីនេះទៅគឺគោរពម៉ោងធ្វើការចុះចំពោះអ្នកវិញតើរាល់ថ្ងៃនេះអ្នកគោរពម៉ោងធ្វើការបានល្អប្រសើរហើយឬនៅបើនៅទេសូមចាប់ផ្ដើមពីឥឡូវនេះទៅ